ដល់ម៉ោងវាអូតូច្រោយស្របដាច់នាទីវាបិទខ្លួនវាអត់ចាំបាច់ប្រើមនុស្សឬមួយក៏អីមកបិទបើកទេខាងប្រព័ន្ធគេរៀបចំឲ្យបានទាំងអស់រៀបចំឡើងស្អាតអស់ស្រួលនិយាយថាពីស្រួលបាទជាដំបូងខ្ញុំបាទឈ្មោះហ៊ានសុខុមមានទីរំនៅនៅភូមិត្រពាំងព្រីងឃុំត្រពាំងព្រីងស្រុកទឹកឈូខេត្តកំពតមុននឹងខ្ញុំចូល Fair Farm នេះខ្ញុំពីមុនមកខ្ញុំធ្វើស្រែចម្ការដាំបន្លែអីជាមួយម៉ាក់ប៉ាអញ្ចឹងបងទៅស្រុកកំពតនៅម្ដុំនោះអត់មានត្រូវធ្វើអីក្រៅពីធ្វើស្រែអីដាំបន្លែអីដើម្បីជីវភាពទេបងខ្ញុំចូល Fair Farm តាំងពីឆ្នាំ2016ចម្ការដាំម្រេចនេះទំហំដី210ហិកតាដីដែលដាំហ្នឹងទង់ជា10ហិកតាសេសសល់ដីទំនេរដាំដំណាំមានអីបានឡើងតិចតួចចេះចាប់ដើមដាំរវងផលពិបាកអត់មានអីជាធំដុំទឹកក៏យើងអាចច្រោចបានសពដោយសារម្រេចទូចយើងច្រោចបានក្នុងម្ដងបានទៅ3-4ថ្ងៃអាចទុកបានវាអត់មានផ្កាមានផ្លែអីសម្រាប់វាចិញ្ចឹមផ្លែចិញ្ចឹមអីបើដល់ពេលឥឡូវបច្ចុប្បន្នឥឡូវម្រេចវាត្រូវការក្តាប់ផ្លែចេញផ្កាវាត្រូវការទឹកច្រើនដល់ពេលយើងខ្វះទឹកចឹងម្រេចវាតាមបញ្ហានឹងដល់តាមនឹងដែរប្រព័ន្ធទឹកពីមុនមកខ្ញុំប្រើទឹកបាញ់ដៃមុននឹងបាញ់ដៃហ្នឹងយើងត្រូវការបើកម៉ូទ័រឲ្យទឹកពេញតែនហើយចុះកម្មករម្ដង 5-6-7 នាក់ត្រូវការបាញ់ទឹកចូលក្នុងប៉ាក់ឬមួយក៏តាមគាត់មួយផ្លូវឲ្យគាត់បាញ់របៀបម៉េចឲ្យគាត់បាញ់ពីលើចុះក្រោមពីក្រោមឡើងលើអីជ្រះអីកាឌីអីចឹងទៅចាយអីលៀងអីឆ្លឹកអីដើមអីឲ្យបានស្អាតពីចុះកម្មករច្រើនដែរយើងខាត់ពេលវេលាច្រើនយើងនៅចាំមើលចាំអីប្រាប់អីពួកគាត់គ្រប់បែបយ៉ាងបើថាសពចំការនឹងក្នុង10ប៉ាក់ហ្នឹងរយៈពេលមួយអាទិត្យមិនបានវិលជុំបញ្ហាបើខ្វះទឹកខ្លាំងស្រោចអត់តាន់វាឆ្វិតដល់ពេលឆ្វិតហើយយើងច្រោចវាឡើងវិញហើយដើម្បីឲ្យវាលូតលាស់ហើយបើវាថាវាចេញផ្កាឬមួយក៏វាក្តាប់ដល់ពេលវាវត្តតងវិញវានឹងអាចជ្រុះផ្កាវាមិនអាចជ្រុះក្តាប់សិទ្ធិភាពវាយូរបងហើយចំណាយពេលវេលាច្រើនអត់មានធ្វើការងារធ្វើហើយណាមួយយើងបាញ់ច្រើនទឹកសោយទឹកយើងអត់គ្រប់គ្រាន់ដល់ពេលយើងដាក់នៅស្តុកនៅស្តែនយើងបាញ់ច្រើនយើងអត់បានគត់ម៉ោងទេយើងបាញ់ជើងគល់ខ្វះទឹកដល់តែបានពេញស្តែនមិនយើងអាចបាញ់គ្រប់ហើយដល់ពេលបាញ់អស់ពីស្តែនយើងត្រូវការដូចស្តែនយើងកាលយើងបាញ់មនុស្សច្រើនយើងបាញ់ជួនកាលចេញទឹកជ្រេកយើងបាញ់វាយូរទឹកបាញ់វាអត់បានល្អហើយបានល្អក្នុងរយៈពេលមួយអាទិត្យបងឲ្យងំវិលជុំហើយទោះផលតាមនឹងដែរតាមទឹកយើងដាក់ឲ្យវាដែរបាទតាមពិតទៅតកែខ្ញុំស្គាល់ហ្គេហ្នឹងតាមរយៈ Facebook មុននឹងគាត់សម្រេចចិត្តដំឡើងប្រព័ន្ធហ្គេនេះពីមុនមកមានការលំបាកដល់ពេលគាត់ដំឡើងមកគាត់ថាគាត់នឹងងាយស្រួលពីមុនមកពិបាកត្រង់ចុះកម្មករចុះមនុស្សប្រើដៃពិបាកដល់ពេលឥឡូវយើងមានប្រព័ន្ធហ្គេហ្នឹងយើងប្រើទៅយើងប្រើអូតូយើងបញ្ជាម៉ោងបញ្ជាពេលវេលារបស់វាកំណត់ម៉ោងកំណត់ពេលវេលាយើងឲ្យវាដើរខ្លួនឯងអញ្ចឹងយើងពិបាកត្រង់តែម្នាក់ឬមួយពីរនាក់អីគ្រាន់តែដើរមើលត្រូវទឹកដៃត្រូវអីត្រូវតត្រូវអីអញ្ចឹងដល់ពីមុនមកអត់ទេកម្មករ7-8នាក់ហ្នឹងមានអ្នកមើលអ្នកថែប្រាប់ឲ្យបាញ់ឲ្យអីចេះដល់ពេលប្រើប្រព័ន្ធហ្គេនអត់ងាយស្រួលអូតូខ្លួនវាស្រោចខ្លួនវាមុននឹងដំឡើងក្រុមហ៊ុនហ្គេនសិក្សាគ្រប់អស់អាមេរិកគាត់ត្រូវការដឹងថាទឹកប្រមាណពីមុនយើងស្រោចដៃប្រមាណហើយស្រោចដៃហ្នឹងក្នុងរយៈពេលវិលជុំហ្នឹងប្រហែលថ្ងៃក្នុងប្រហែលថ្ងៃអញ្ចឹងគាត់សិក្សាតាមហ្នឹងទៅគាត់គិតគូរទឹកអីប្រហែលគីបឲ្យត្រូវចូលមួយប៉ាក់ហ្នឹងមួយប៉ាក់ផ្សេងទៀតទៅប្រហែលនាទីយើងផ្ដាច់ខ្លួនវាទៅលោតដល់ប៉ាក់ផ្សេងទៀតអញ្ចឹងគាត់ត្រូវការឲ្យក្នុងមួយថ្ងៃហ្នឹងត្រូវបានស្រោចម្ដងសពប៉ាក់អស់ហើយវាអស់ទឹកហើយត្រូវទឹកវិញឡើងវិញគាត់កំណត់ទឹកឲ្យយើងអត់ចាំបាច់ថាយើងបូមអស់ហើយចាំបូមចូលវិញគាត់កំណត់ទឹកឲ្យថាក្នុងមួយប៉ាក់បានប៉ុន្មានអត់ឲ្យអស់ទឹកពីស្តែនទេអញ្ចឹងវាអត់មានបញ្ហាថាកង្វះទឹកអីដល់ពេលចាំបាញ់ចាំអីញ៉ៃទេម្រេចក្នុងមួយប៉ាក់វាមានប៉ាក់ទូចប៉ាក់ធំដូចប៉ាក់ទូចនេះ800ជាងបើប៉ាក់ធំមាន1000ជាង700ជាង600ជាងក្នុងមួយប៉ាក់ជាទូទៅរៀបយោយើងអូតាមធម្មតាអញ្ចឹងទៅអូដាក់អីអញ្ចឹងទៅរៀបអញ្ចឹងទៅដូចជាទឹកខំយើងអូអផូតអញ្ចឹងពីចាប់ក្បាលទឹកពីនោះមកយើងដាក់គ្រាប់តំណក់អញ្ចឹងទៅពីគ្រាប់យើងលាត្រង់អញ្ចឹងទៅយើងដាក់ចំគោលដៅរបស់វាក្នុងមួយប្លុកហ្នឹងអំពេញរបស់វាដល់ពេលអញ្ចឹងចំអំពេញទឹកហូរពេញហ្នឹងចឹងទៅមកចឹងទៅពីរគ្រាប់មកគុំពីរគ្រាប់រហូតចឹងទៅក្នុងមួយប៉ាក់ដល់ពេលទឹកសាច់លើយើងរត់កាត់លើប៉ាក់ម្ដងយើងមានប្រព័ន្ធទឹកសាច់ទឹកវិលហ្នឹងក្នុងក្នុង4គុំយើងដាក់ទឹកសាច់2គ្រាប់ក្នុង4គុំក្នុងមួយគុំហ្នឹងវាអាចសាច់ផុតមកដល់មួយគុំទៀតសាច់ផុតអញ្ចឹងវាអាចសបគ្នាអញ្ចឹងកាត់បន្ថយកម្ដៅបានក្នុងរោងវាជួយជំនួយបានទឹកម្ដងខ្លះដែរកុំឲ្យវាឆាប់ហួតវាក្តៅពេកអញ្ចឹងវាបានត្រជាក់ក្នុងរោងហើយបានផ្កាបានក្តឹបវានៅស្រស់ស្អាត
បាទតាំងពីដំឡើងប្រព័ន្ធហ្គេននេះគិតថាវាចំណេញច្រើនពីមុនមកយើងប្រើតែមនុស្សពេលឥឡូវប្រព័ន្ធហ្គេនអត់ប្រើមនុស្សទេភាពងាយស្រួលវាអូតូកំណត់តែម៉ោងពេលវេលាវាតែម្ដងទៅវាអូតូរាល់ថ្ងៃរាល់ខាងរាល់អាទិត្យដល់ពេលអញ្ចឹងវាចំណេញទាំងមនុស្សចំណេញទាំងពេលវេលាចំណេញថវិកាវាភាពងាយស្រួលហើយម្យ៉ាងទៀតកុំអាមេរិកនេះដែលទឹកដំណក់ហ្នឹងវាអត់មានខ្វះខាតគ្នាទេទឹកស៊ីស្មើៗចាប់ពីក្បាលរួងទៅដល់ចុងរួងវាត្រតក់ស្មើគ្នាវាភាពងាយស្រួលបើថាយើងប្រើដៃវាមានតិចមានច្រើនវាអត់នេះងងជួនកាលមានអ្នកខ្លះខ្ជិលទៅវាខាតទឹកវាជួនកាលនៅបាញ់កំពុងងល់ទៅអញ្ចឹងប៉ុនកែនេះទឹកវាចេញមកស្មើស្អាត Gain Irrigation ជ្រើសរើសដេប៉ូចែកចាយប្រព័ន្ធស្រោចស្រពទំនើបនៅទូទាំងប្រទេសជាមួយនឹងលក្ខខណ្ឌងាយៗដល់ផលចំណេញខ្ពស់